ចង់ចេះកាត់តរូបភាពស្អាតងាយខ្ញុំសូមណែនាំបងប្អូនពីកម្មវិធីមួយនេះដែលយើងអាចធ្វើការកាត់រូបភាពស្អាតតាមរយៈទូរស័ព្ទដៃងាយហើយលឿនតែម្ដងហើយយើងអាចធ្វើការ add នៅ font ខ្មែរបានទៀតបាទអញ្ចឹងដើម្បីយើងធ្វើការដំឡើងនៅកម្មវិធីមួយនឹងបានខ្ញុំនឹងលម្អិតនៅក្នុងវីដេអូនេះតែម្ដងដើម្បីធ្វើការចែកជូនបងប្អូនទាំងអស់គ្នាក្នុងការប្រើប្រាស់កម្មវិធីមួយហ្នឹងនៅលើទូរស័ព្ទដៃបាទអញ្ចឹងកុំឲ្យខាតពេលយូរតិចនិចនៅក្នុងការ download កម្មវិធីមួយហ្នឹងនៅលើទូរស័ព្ទដៃបងប្អូនអាចធ្វើការចូលតាមរយៈ Chrome បន្ទាប់មកទៀតយើងគ្រាន់តែធ្វើការវេឈ្មោះនៅកម្មវិធីមួយហ្នឹងណាបងប្អូនបាទអញ្ចឹងខ្ញុំនឹងបង្ហាញបែបនេះបងប្អូនត្រូវធ្វើការវាយឈ្មោះបែបហ្នឹងមកបាទ pick art ហ្នឹងមកបងប្អូនបាទរួចហើយយើងធ្វើការចុចទៅលើហ្នឹងហើយត្រង់ចំណុចហ្នឹងគឺខ្ញុំសូមធ្វើការដាក់វាជាលក្ខណៈបែបទូរស័ព្ទដៃសិនដោយពីមុនខ្ញុំដាក់ជាលក្ខណៈបែប desktop size អញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំដោះ tick កន្លែងនេះសិនអញ្ចឹងដើម្បីងាយស្រួលមើលបងប្អូនបាទបន្ទាប់មកទៀតបងប្អូន scroll មកក្រោមមកបាទហើយយើងចុចទៅលើ link មួយហ្នឹងដែលខ្ញុំដាក់សញ្ញាសង្កល់លើហ្នឹងបងប្អូនចុចទៅលើហ្នឹងមកហើយបន្ទាប់មកទៀតយើងគ្រាន់តែធ្វើការ scroll មកក្រោមមកនៅពេលដែល scroll មកខំបងប្អូននឹងឃើញក្នុង link សម្រាប់ឲ្យយើងធ្វើការ download ណាបាទនេះខាងក្រោមហ្នឹងបងប្អូនចុចទៅលើហ្នឹងមកដើម្បីយើងធ្វើការ download នៅកម្មវិធីមួយហ្នឹងយកមកប្រើប្រាស់ហើយដោយសារតែខ្ញុំបានតម្លើងកម្មវិធីឬក៏ download កម្មវិធីមួយនឹងម្ដងរួចរាល់ហើយអញ្ចឹងវានឹងសួរយើងឯងអញ្ចឹងបងប្អូនចុចតម្លើងមកបាទយើងចុចពាក្យថា download ណាហើយបន្តមកទៀតយើងធ្វើការចុច download anyway មកបាទបន្ទាប់ពីយើងធ្វើការ download ហើយយើងអាចចូលទៅមើលបានបងប្អូនវានឹងបង្ហាញកន្លែងដែលយើង download ហ្នឹងហើយបញ្ជាក់បន្តិចនៅពេលដែលបងប្អូន download គឺតម្លើងកម្មវិធីហ្នឹងមកនៅពេលដែលយើងតម្លើងកម្មវិធីហ្នឹងហើយយើងចូលនៅក្នុងកម្មវិធីហ្នឹងហើយវាមាន tool ជាច្រើនសម្រាប់ឲ្យយើងប្រើប្រាស់ណានៅពេលដែលយើងចូលយើងអាចធ្វើការកាត់រូបភាពបែបនេះស្អាតមែនតើបងប្អូនណាអញ្ចឹងនៅពេលដែលយើងបើកដំបូងគឺវានឹងចេញទម្រង់បែបនេះវានឹងចេញទម្រង់បែបហ្នឹងឲ្យយើងហើយបងប្អូនគ្រាន់តែធ្វើការចុចត្រង់កន្លែងសញ្ញាបូកណាសញ្ញាបូកនៅខាងក្រោមគេបំផុតហ្នឹងបងប្អូនបាទយើងចុចកន្លែងសញ្ញាបូកនេះយើងចុចលើហ្នឹងមកហើយត្រង់ចំណុចនេះផងដែរបងប្អូនគ្រាន់តែធ្វើការជ្រើសរើស background ដើម្បីយើងងាយស្រួលក្នុងការកាត់វីដេអូណាកាត់រូបភាពបងប្អូនបាទអធិស្ឋានតោះមកយើងចុចកន្លែង background ហ្នឹងមកជ្រើសរើសផ្ទៃ background ដែលបងប្អូនចង់ធ្វើការកាត់តមកប៉ុណ្ណឹងជាការស្រេចហើយខាងក្រោមនេះគឺជាប្រភេទ tool ជាច្រើនដែលយើងអាចប្រើប្រាស់ណាប្រើប្រាស់បានទាំងអស់តែម្ដង tool ហ្នឹងបាទហើយងាយលឿនរហ័សក្នុងការកាត់តរូបភាពបាទវីដេអូក្នុងការចែករំលែកក៏មានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ការកាត់រូបភាពតាមរយៈទូរស័ព្ទដៃងាយបាទអរគុណច្រើនបងប្អូនមានចម្ងល់អាច comment ខាងក្រោមវីដេអូជម្រាបលាជួបគ្នាវីដេអូក្រោយ